សូម្បីតែប្រធានកងឯកភាពរបស់អ្នកក៏ជាកាកសំណល់ដែរតើរឿងនេះអាចទៅរួចយ៉ាងដូចម្តេចអ្នកទាំងពីរអ្នកនេះគឺជាអ្នកប្រយុទ្ធកម្រិតកម្ពុជាទី6តើអាចទៅរួចយ៉ាងដូចម្តេចត្រូវគេកម្ចាត់ក្នុងមួយក្បាច់សោះលោកសៀវលីងរឿងនេះតើយើងគួរធ្វើដូចម្តេចទៅលោកព្រឹទ្ធាចារ្យអំបញ្ញមិញលោកមិនបាននិយាយទេថាប្រធានកងឯកភាពរបស់អ្នកក៏ស្ថិតនៅក្នុងទីក្រុងលូសានដែរមែនទេចូលហៅគាត់មកឲ្យតែគាត់ជួយខ្ញុំកម្ចាត់ឈិនហ្វានត្រកូលທາງព្រមធ្វើអ្វីគ្រប់យ៉ាងទាំងអស់លោកប្រធានកងឯកភាពលោកប្រញាប់មកទីនេះបន្តិចមកទីនេះមានអល្អិតម្នាក់លួចរៀនក្បាច់គុណសម្ងាត់របស់ពួកយើងថែមទាំងវីខ្ញុំនិងលោកព្រឹទ្ធាចារ្យទី5ឲ្យរងរបួសទៀតផងឈិនហ្វានឯងចាំមើលទៅបន្តិចទៀតលោកប្រធានកងឯកភាពនឹងមកដល់ហើយលោកប្រធានកងឯកភាពរបស់ពួកយើងគឺជាអ្នកប្រយុទ្ធកម្រិតទី7ដែលក្មេងជាងគេបង្អស់នៅទីក្រុងនេះគាត់មកដល់នឹងកិនកំទេចឯងឲ្យមកជាមិនខានល្អខ្ញុំនឹងរងចាំនៅទីនេះអល្អិតនៅក្រុងតូចលូសានសោះនឹកស្មានមិនដល់សោះថាមានមនុស្សហ៊ានប៉ះពាល់កងឯកភាពឈីងឡុងរបស់ខ្ញុំថែមទាំងហ៊ានធ្វើបាបព្រឹទ្ធាចារ្យរបស់ពួកយើងទៀតប្រញាប់ចេញមកទទួលសេចក្តីស្លាប់ភ្លាមគោរពលោកប្រធានកងឯកភាពលោកឈិនពិតជាចៃដន្យមែនតើអ្នកទាំងពីរអ្នកនេះជាមនុស្សរបស់អ្នកមែនទេលោកគ្រូដ៏ខ្ពង់ខ្ពស់រឿងនេះកងឯកភាពឈីងឡុងនេះគឺជាអំណាចកម្ពុជាលំដាប់ទី1ទី2នៅទីក្រុងលូសាននេះហើយណាហើយលោកប្រធានកងឯកភាពឈីនថែមទាំងជាអ្នកប្រយុទ្ធកម្រិតទី7ទៀតផងហេតុអ្វីបានជាត្រូវអន់ក្បាលចំពោះអល្អិតនេះទៅវិញសូមអភ័យទោសជាពន់ពេកលោកប្រធានកងឯកភាពតើលោកម្នាក់នេះគឺជាអាឡប់ទាំងពីរនាក់ភ្នែកពួកឯងខ្វាក់អស់ហើយមែនទេលោកគ្រូឈិនគឺជាអ្នកមានគុណជួយសង្គ្រោះជីវិតឪពុករបស់ខ្ញុំពួកឯងហ៊ានទាំងថ្លឹមធំប៉ះពាល់ដល់ភ្ញៀវកិត្តិយសរបស់ត្រកូលឈីនផងហានៅមិនទាន់ប្រញាប់លុតជង្គង់ចុះទៀតសុំទោសលោកគ្រូឈិននិងលោកស្រីស៊ូភ្លាមសូម្បីតែលោកគ្រូទើបតែអំបញ្ញមិញនេះពួកយើងទាំងពីរនាក់មានភ្នែកតែមើលមិនស្គាល់ភ្នំថៃសានទើបមិនដឹងក៏ជ្រលប់ពាក្យសម្ដីប៉ះពាល់ដល់លោកនិងអ្នកស្រីស៊ូសូមអ្នកទាំងពីរមេត្តាលើកលែងទោសឲ្យផងក្នុងការដែលពួកឯងជាមនុស្សរបស់លោកប្រុសឈីនអញ្ចឹងខ្ញុំក៏មិនប្រកាន់ទោសអូសដំណើរជាមួយពួកឯងទៀតដែរអរគុណលោកគ្រូអរគុណលោកគ្រូលោកគ្រូថាំងស៊ីវលីនគឺជាកូនប្រុសតូរបស់ត្រកូលថាំងនៅក្នុងគ្រួសារថាំងគឺផ្ដល់តម្លៃឲ្យគេខ្លាំងណាស់បើប្រសិនជាលោកសម្លាប់គេបារម្ភថាវានឹងនាំមកនៅបញ្ហាមិនតិចនោះទេលោកឈីងតើខ្ញុំត្រូវចាត់ការថាំងស៊ីវលីនយ៉ាងម៉េចមិនបាច់ឲ្យលោកមកព្រួយបារម្ភជំនួសឡើយលោកនាំមនុស្សរបស់លោកត្រឡប់ទៅវិញទៅបាទបើទៅថ្ងៃមុខមានជួបបញ្ហាអ្វីទៀតត្រកូលឈីននឹងជួយជ្រោមជ្រែងឲ្យអស់ពីសមត្ថភាពលេហើយណែលោកគ្រូឈិនខ្ញុំភ្លេចបិទចង្ក្រានហ្គាសនៅផ្ទះលោកទៅធ្វើការងាររបស់លោកមុនចុះខ្ញុំសូមលាទៅមុនហើយណាថ្ងៃក្រោយខ្ញុំពិតជានឹងទៅសួរសុខទុក្ខនិងអរគុណដល់ផ្ទះជាមិនខានហេមេគ្រូសាលីចង់សុំទោសសម្រួលកំហុសមិនបាច់ចាំដល់ថ្ងៃក្រោយនោះទេធ្វើវានៅថ្ងៃនេះមិនល្អជាងទេលោកគ្រូឈិនមេត្តាលើកលែងជីវិតខ្ញុំផងចុះទាំងនេះគឺមកពីគាត់ខ្ញុំមិនដឹងរឿងអីតតែសោះណានិយាយឈួតអីហ្នឹងលីប៉ៃហុងមិនមែនឯងទេអីដែលនិយាយលោកគ្រូឈិនសូមមេត្តាលើកលែងទោសឲ្យខ្ញុំផងរឿងទាំងអស់នេះគឺមកពីគាត់ខ្ញុំមិនបានដឹងរឿងអីតតែសោះបាទឯងនិយាយស្អីហ្នឹងលីប៉ាហុងមិនមែនអញទេអីដែលប្រាប់ថាអាឈិនហ្វានវាទៅភ្នែកហើយឲ្យយើងជួយចាត់ការវាឲ្យនោះឥឡូវដល់ពេលមានរឿងបែរជាមកទម្លាក់កំហុសដាក់យើងទាំងអស់តែម្ដងខ្ញុំមិនដែលបាននិយាយទេអូយលោកគ្រូឈិនសូមលោកគ្រូជួយលើកលែងជីវិតឲ្យខ្ញុំផងចុះរឿងទាំងអស់នេះគឺមកពីខ្ញុំវង្វេងវង្វាន់មួយពេលខ្ញុំជឿតាមសម្ដីញុះញង់របស់លីប៉ាហុងទើបមកធ្វើជាស្ត្រូវនឹងលោកគ្រូជាមនុស្សចិត្តទូលាយសូមមេត្តាដោះលែងខ្ញុំម្ដងទៅបាទខ្ញុំសន្យាថាចាប់ពីពេលនេះទៅនឹងមិនមកជន់ទឹកដីលោកឈឹងនេះសូម្បីតែកន្លះជំហានឡើយពីមុនមកខ្ញុំធ្លាប់លើកលែងទោសឲ្យពួកឯងនឹងត្រកូលថាំងម្ដងរួចមកហើយគឺពួកឯងខ្លួនឯងទេដែលមិនចេះស្ដាយស្រណោះឱកាសខ្ញុំឯងចង់ធ្វើអីហ្នឹងឯងចង់ធ្វើអីឈិនហ្វានឯងមិនអាចប៉ះពាល់យើងបានទេយើងជាកូនប្រុសតែមួយគត់របស់ត្រកូលថាំងបើឯងហ៊ានធ្វើអីយើងលោកឪពុកយើងមិនលើកលែងឲ្យឯងដាច់ខាតត្រកូលថាំងនៃទីក្រុងឡុងនៅក្នុងកែបភ្នែករបស់ខ្ញុំត្រកូលថាំងមិនមែនជាអ្វីដែលគួរឲ្យខ្លាចនោះឡើយឈិនហ្វានសម្រាប់វាទៅត្រកូលថាំងនឹងមិនបណ្ដោយឲ្យឯងរស់នៅស្រួលឡើយអ្នកស្រីប្រធានស៊ូខ្ញុំមិនបាននិយាយថានឹងសម្រាប់វាឯណាក្នុងនាមឯងជាកូនប្រុសតូតែមួយគត់របស់ត្រកូលថាំងអញ្ចឹងយើងនឹងធ្វើឲ្យឯងគ្មានអ្នកបន្តពូជពង្សវង្សត្រកូលទៀតឡើយឈិនហ្វានឯងធ្វើស្អីដាក់យើងនឹងហេតុអីបានជាគឺគ្រាន់តែធ្វើឲ្យត្រកូលថាំងរបស់ពួកឯងដាច់ពូជដាច់ពង្សវង្សត្រកូលចាប់ពីពេលនេះទៅមិនអាចមានកូនចៅបន្តទៀតបានឡើយឈិនហ្វានត្រកូលថាំងរបស់យើងគ្មានថ្ងៃលើកលែងទោសឲ្យឯងជាដាច់ខាតលោកគ្រូចិនអ្នកមើលតាំងស៊ីវលីងទទួលបានការដាក់ទោសដែលសមរម្យហើយពួកយើងអាចទៅបានឬនៅតាំងស៊ីវលីងពិតជាត្រូវបានដាក់ទោសមែនប៉ុន្តែអ្នកចាក់ចេញមិនបានទេលោកគ្រូចិនលោកចង់ដាក់ទោសខ្ញុំបែបណាខ្ញុំយល់ព្រមទាំងអស់និងផ្ទេរទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលលីដែលមានទាំងអស់ទៅកាន់ស៊ូស៊ីគ្រប់ខ្ញុំព្រមតាមលោកហើយ
អូខេថយចេញទៅអ្នកស្រីស៊ូយ៉ាងម៉េចដែរចាត់ការរួចរាល់ហើយឬនៅត្រកូលតាំងជាត្រកូលធំនៅក្នុងរាជធានីឥទ្ធិពលស្មុគស្មាញណាស់លោកធ្វើឲ្យត្រកូលតាំងដាច់ពូជថែមទាំងរាលដាលដល់គ្រឹះរបស់ត្រកូលលីទៀតពួកគេមិនលែងលោកឡើយបើមិនខ្វះទេចេញទៅគេខ្លួនបន្តិចទៅអ្នកស្រីស៊ូបារម្ភពីខ្ញុំដល់ថ្នាក់នេះនឹកស្មានថាខ្ញុំជាសង្សារពិតប្រាកដមែនលោកកុំនិយាយផ្ដេសផ្ដាសខ្ញុំគ្រាន់តែមិនចង់ឲ្យលោកត្រូវរងគ្រោះព្រោះតែខ្ញុំឡើយអ្នកស្រីស៊ូទុកចិត្តចុះត្រឹមត្រកូលតាំងមិនអាចធ្វើអ្វីខ្ញុំបានទេពួកយើងទៅវិញទៅចិនហ្វានលោកពិតជាមិនមែនជាអ្នកជួយខ្ញុំកាលពីមុនមែនទេបងប្រុសម្នាក់នោះមែនទេសៀវស៊ូខ្ញុំម្នាក់ចាត់ការផ្នែកឧស្សាហកម្មនិយាយថាត្រកូលលីប្រកូលទ្រព្យសម្បត្តិភាគច្រើនមកឲ្យពួកយើងហើយមែនទេនេះចិនហ្វានធ្វើឲ្យពួកគេខូចខាតធ្ងន់ធ្ងរមែនចិនហ្វានម្នាក់នេះលាក់ខ្លួនបានចិត្តល្អមែនរហូតដល់ធ្វើឲ្យត្រកូលលីហូឈីមជោគពិតជាពូកែមែនប៉ុន្តែលើកនេះចិនហ្វានខ្លាចតែមានរឿងជាមួយត្រកូលតាំងនិងត្រកូលលីរហូតដល់ទីបំផុតហើយរឿងនេះប្រហែលជាគ្រោះថ្នាក់ជំទាស់ហើយសៀវស៊ូឯងប្រហែលជាលោកគ្រូចិន